bà số mạnh nhạt bần to cam vị thi to là tiết ấy đầm bông ní chìm riêng chú nằm pi cả rồi này kêu thân chả ra chó đại khăn ông rìa pi pram khai bần đa ở bong ôn và chia bớt slap chiêng mà pon nè khăn ông tu trang bật tê mà bà sôm chiêng là một trà sôm ở con lô khát tụi tôi sẽ chôn tam ca lực lang pi khang nè chìm riêng caคือchôn rong cua slap bát bong chỉ vậtដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល5ខែដើមឆ្នាំ2015ហ្នឹងមានចំនួនរហូតដល់1020នាក់បាទបង្កើនឡើងជាង45នាក់ហើយបើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ2014មានការកើនឡើងចំនួន45នាក់នេះហើយលោកព្រៀបច័ន្ទវិបុលជាប្រធានផ្នែកអប់រំច្បាប់ចរាចរណ៍ផ្លូវគោកនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោកបាននិយាយថានៅថ្ងៃទី26កន្លងទៅនោះគឺគ្រោះថ្នាក់ចរាចរណ៍រយៈពេល5ខែដើមឆ្នាំ2015ហ្នឹងបានសម្លាប់មនុស្សចំនួន1020នាក់បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ2014បាទមូលហេតុគ្រោះថ្នាក់ចរាចរណ៍គឺឲ្យជនរងគ្រោះស្លាប់នេះគឺការឡើងនេះប្រភពខាងលើគឺបានបញ្ជាក់ថាបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ប្រមាណជា40%ជាង40%ហើយការបើកបរនេះទៀតសោតដោយមិនគោរពសិទ្ធិអតិភិប 14% ខ្វះការប្រុងប្រយ័ត្ន 13% និងបណ្ដាលមកពីការបើកបរក្នុងស្ថានភាពស្វឹង 13% ដែរវាមិនឆ្ងាយពីគ្នាប្រមាណទេហើយសូមអនុញ្ញាតជម្រាបជូនថាការបណ្ដាលមកពីបើកបរស្ថានភាពស្វឹង 13% នេះគឺគ្រោះថ្នាក់ការឡើងនេះគឺអាចបណ្ដាលមកពីការប្រើប្រាស់គ្រឿងញៀនដែរលាយឡំនឹងគ្នាហើយលោកថាដើម្បីទប់ស្កាត់នឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោកបានអនុវត្តនៅគេហៅថាវិធានការដែលបានដាក់ចេញដូចជាការពង្រឹងកែលម្អប្រព័ន្ធផ្លូវថ្នល់ដូចជាកន្លែងដែលកើតមានគ្រោះថ្នាក់ញឹកញាប់ពង្រឹងការត្រួតពិនិត្យបច្ចេកទេសយានយន្តបាទហើយពង្រឹងការអនុវត្តច្បាប់ចរាចរណ៍បង្កើនការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ឲ្យបានទូលំទូលាយពង្រឹងសេវាដឹកជញ្ជូនជនរងគ្រោះឲ្យបានលឿនបង្កើនការយកចិត្តទុកដាក់លើការដឹកជញ្ជូនរបស់រថយន្តធុនធំទាំងដឹកទំនិញផងដឹកភ្ញៀវសំពីងសំពូផងដឹករបស់របរមកសពមកគ្រប់ផងដើម្បីពង្រឹងដល់មន្ត្រីដែលជាអ្នកធ្វើការងារពាក់ព័ន្ធទៅនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានសមត្ថភាពខ្ពស់បន្ថែមទៀតបាទអរគុណអានឹងពាក់ព័ន្ធទៅនឹងបញ្ហាចរាចរណ៍នៅតែជាបញ្ហាក្តៅនៅឡើយរបស់ប្រទេសយើងប៉ុន្តែមិនមែនមានន័យថាប្រទេសគេអត់មានបញ្ហាទេគេគ្រាន់តែគេមានបញ្ហាប៉ុន្តែយើងមិនបានដឹងទីមួយគឺថាគេកម្រនឹងមានប៉ុន្តែនៅពេលដែលមានគឺថាធ្ងន់យល់ហ្មងព្រោះប្រទេសគេពីច្រើនមានផ្លូវដែលលឿនបំផុតលឿនកម្រិតមធ្យមលឿនកម្រិតទាបកម្រិតខ្ពស់ហើយណាគេនោះបាទនោះទៅគ្រោះថ្នាក់ចរាចរណ៍ម្ដងសិតដល់កដែរបាទឥឡូវនេះសូមអនុញ្ញាតចូលរឿងមួយទៀតពាក់ព័ន្ធទៅនឹងរឿងសង្គមវិញម្ដងគឺអាដាមហ៊ុនម៉ាណែតតំណាងសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានថ្លែងថាអាជ្ញាធរពាក់ព័ន្ធនិយាយជារួមគឺគ្រប់វិស័យទាំងអស់គួរចាប់ផ្ដើមយកចិត្តទុកដាក់ជាទីបំផុតនៅក្នុងការជួយកុមារដែលមានបញ្ហាប្រឈមឲ្យពួកគេអាចរស់នៅប្រកបទៅដោយសុវត្ថិភាពនិងមានការអប់រំមានការអភិវឌ្ឍនិងធ្វើយ៉ាងម៉េចផ្ដល់ឱកាសឲ្យពួកគេចូលរួមនៅក្នុងសង្គមមានន័យថាអាជ្ញាធរឬក៏គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់គឺថាត្រូវផ្ដល់នៅសេចក្តីស្រឡាញ់ប្រកបដោយមនោសញ្ចេតនាមួយជ្រាលជ្រៅផ្ដល់ភាពកក់ក្ដៅដល់កុមារទាំងអស់ជាពិសេសកុមារដែលងាយរងគ្រោះកុមារដែលងាយរងគ្រោះនឹងមានកុមារកំព្រាកុមារពិការកុមាររស់នៅជាមួយមេរោគអេដសកុមារគេហៅថារងផលប៉ះពាល់សង្គមផ្សេងដទៃទៀតហើយបើសិនជាកុមារទាំងអស់នោះសិតតែមានបញ្ហាបែបហ្នឹងគឺថាត្រូវធ្វើដូចម្ដេចគឺលុបបំបត្តិរាល់ទម្រង់នៃការរើសអើងគ្រប់រូបភាពទៅដល់ពួកគេធ្វើយ៉ាងម៉េចកុំឲ្យមានការរើសអើងជាការលើកទឹកចិត្តដល់កុមារទាំងអស់នោះមានសេចក្តីសង្ឃឹមនៅក្នុងការសិក្សារៀនសូត្រនិងមានសេចក្តីសង្ឃឹមនៅក្នុងដំណើរជីវិតរបស់ខ្លួនទៅពេលខាងមុខតទៅទៀតបាទហើយការថ្លែងរបស់អាដាមហ៊ុនម៉ាណែតតំណាងសម្ដេចនាយករដ្ឋមន្ត្រីបែបនេះគឺនៅក្នុងពេលសម្ពោធអគារមជ្ឈមណ្ឌលចង់ភ្លេចឈ្មោះទីមជ្ឈមណ្ឌលគេហៅថាសិក្សាអរុណរះរបស់មូលនិធិអូស្ត្រាលីកម្ពុជាគឺភូមិកុមារអរុណរះគឺភាសាអង់គ្លេសគេហៅថា Sunrise Children Village អូនៅម្ដុំណាចេះអង់គ្លេសទៀតណានៅតាខ្មៅបាទហើយអគារនេះគឺថាបន្ទាប់ពីសាងសង់រួចមកហើយហ្នឹងគឺថាបាន
កំពុងតែដំណើរការឲ្យបងប្អូនកុមារាកុមារីគ្រប់ប្រភេទទាំងអស់នៅក្នុងអង្គការទាំងមូលហ្នឹងគឺថាបានសិក្សារៀនសូត្រនៅគេហៅថាថ្នាក់មត្តេយ្យភាសាខ្មែរថ្នាក់មត្តេយ្យភាសាអង់គ្លេសថ្នាក់បណ្ដុះបណ្ដាលជំនាញកុំព្យូទ័រទាំងព្រឹកទាំងល្ងាចរសៀលនិងមានសិស្សសរុបចំនួន300នាក់ជាងមកពីភូមិកុមាររុនរះសាលាបឋមសិក្សារោហាសាលាបឋមសិក្សាព្រែកសំរោងវិទ្យាល័យវឌ្ឍនៈឈួងលៀបកុមារីក្រីក្រមកពីសហគមន៍គំនោថ្មចូលមានចឹងទៀតនិងភូមិទួលកសាំងជាដើមបាទនៅចិត្តទួលកសាំងនោះបាទហ្នឹងហើយអង្គការហ្នឹងគឺការចូលរួមចំណែករបស់ថ្នាក់ដឹកនាំជាមួយនឹងអង្គការសង្គមស៊ីវិលអង្គការក្រៅរដ្ឋាភិបាលដែលគេបានបង្កើតសកម្មភាពជួយជ្រោមជ្រែងដល់កុមារនៅក្នុងប្រទេសកម្ពុជាយើងស្របតាមអនុសញ្ញាស្តីអំពីសិទ្ធិរបស់កុមារដែលរដ្ឋាភិបាលបានផ្ដល់សច្ចាប័នសិទ្ធិសំខាន់មាន4យ៉ាងតិចទី1គឺសិទ្ធិនៅក្នុងការរស់នៅបាទមានជីវិតរស់នៅដើម្បីឲ្យរស់បានទី1ត្រូវការចាប់កំណើតឲ្យល្អប្រសើរវាតលតែមានការពិនិត្យផ្ទៃពោះសុខភាពឲ្យគ្រប់បែបគ្រប់យ៉ាងមានមន្ទីរពេទ្យមានមណ្ឌលសុខភាពមានប៉ុស្តិ៍សុខភាពអីយ៉ាងមកបន្ទាប់មកគឺថាការរស់នៅគឺការផ្ដល់អាហារបំពន់អាហាររូបត្ថម្ភផ្សេងដល់កុមារគ្រប់គ្រាន់បន្តមកទៀតគឺគេនឹងមានសិទ្ធិទទួលបាននូវការអប់រំរៀនសូត្រមានសាលារៀននៅក្នុងភូមិមានបឋមសិក្សាមានក្នុងឃុំមានអនុវិទ្យាល័យមានវិទ្យាល័យយ៉ាងមកមានមហាវិទ្យាល័យរហូតចឹងទៅបាទហើយសិទ្ធិទទួលបានការអភិវឌ្ឍមានន័យថាការអភិវឌ្ឍគ្រប់ជ្រុងគ្រប់ជ្រោយដែលកុមារត្រូវតែទទួលបានដើម្បីឲ្យគេអភិវឌ្ឍផ្នែកបញ្ញាស្មារតីផ្នែករូបរាងកាយផ្សេងទាំងអស់ហ្នឹងបាទហើយនឹងសិទ្ធិទទួលបានការចូលរួមនៅក្នុងសង្គមបាទកុមារមិនមែនមានន័យថាអត់មានប្រាជ្ញាអត់មានគំនិតអត់មានអ្វីទេហើយយ៉ាងហោចណាស់ក៏គេផ្ដល់នៅតម្រូវការរបស់គេឲ្យថ្នាក់លើឬក៏អាជ្ញាធរពាក់ព័ន្ធផ្ដល់ឲ្យគេត្រឡប់ទៅវិញដែរហ្នឹងគឺសិទ្ធិចម្បងរបស់ពួកគេណាអរគុណខ្ញុំសូមបញ្ចប់ឲ្យជូនភារកិច្ចនេះទៅលោកបុត្រាបន្តចាស់អរគុណលោកសុខៈតទៅកាន់ខេត្តបាត់ដំបងថ្ងៃម្សិលមិញភ្លាមដែរម៉ោងប្រហែលជាម៉ោង6ហើយដែលលោកកាំងរីផ្ញើរឿងរ៉ាវមកដោយសារទៅឆ្ងាយជាប់ព្រំដែននោះទីតាំងពិនិត្យព្យាបាលជំងឺមកកន្លែងសាខាសមាគមគ្រូពេទ្យគុណធម៌កម្ពុជាស្ថិតនៅក្នុងភូមិ7ឃុំបួស្រុកភ្នំព្រឹកត្រូវសមត្ថកិច្ចចម្រុះដឹកនាំដោយលោកបរិយាអាជ្ញាសាលាដំបងខេត្តបាត់ដំបងចុះបង្ក្រាបចុះបញ្ឈប់ត្មងដែលគេសង្ស័យថាគ្មានច្បាប់អនុញ្ញាតបាទសមត្ថកិច្ចចម្រុះលោកបានឲ្យដឹងថាទីតាំងបម្រើសេវាសុខភាពរបស់សមាគមខាងលើនេះពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនៅឡើយទេពីក្រសួងឬក៏មន្ទីរសុខាភិបាលខេត្តហើយបានធ្វើសកម្មភាពទាំងបំពេញច្បាប់ច្រើនខែមកហើយដំណើរការច្រើនខែមកហើយក្នុងប្រតិបត្តិការពេលកន្លងទៅហើយកម្លាំងឃាត់ខ្លួនបានមនុស្សចំនួន2នាក់បាទក្នុងនោះមានជនជាតិចិនមួយរូបនិងខ្មែរមួយរូបបាទសមត្ថកិច្ចបន្តថាពួកគេទាំង2នាក់មានទី1ឈ្មោះកែវសុវណ្ណសុកយ៉ានបាទអាយុ63ឆ្នាំជាជនជាតិចិនទី2សុវណ្ណសៀងហេងសិតស្តៀងគ្នាឈ្មោះឬខ្មែរវិញបាទខ្មែរចុងក្រោយខ្មែរអាយុ32ឆ្នាំជនជាតិសញ្ជាតិខ្មែរយើងអ្នកទាំងពីរស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិឃុំខេត្តខាងលើបាទសមត្ថកិច្ចបន្តថាក្រោយឃាត់ខ្លួនត្រួតពិនិត្យទាំងទីតាំងខាងលើនេះគឺដកហូតថ្នាំលេបគ្រាប់ចំនួន4ប្រភេទ4មុខណាបាទថ្នាំចាក់ហ្នឹងគ្រប់ប្រភេទចំនួន30មុខនិងថ្នាំចាក់តាមសេរ៉ូមម៉ាស៊ីនពិនិត្យឈាមកំហាកមួយគ្រឿងបាទហើយនឹងម៉ាស៊ីនថតកម្មរស្មី X មួយគ្រឿងដែរគឺមិនសូវស្គាល់ទេខ្ញុំអត់ទាន់ដឹងដែរចូលពេទ្យផងអញ្ចឹងបាទហើយអេកូសាសហ្នឹងមួយទៀតដែរហើយបំពង់អុកស៊ីហ្សែនមួយក្រែពិនិត្យរោគស្ត្រីមួយនិងសម្ភារៈផ្សេងមួយចំនួនធំទៀតបច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវកម្លាំងចម្រុះនាំយកមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួចបកគលទៅឲ្យមន្ទីរសុខាភិបាលខេត្តចំណែកអទីតាំងពិនិត្យព្យាបាលនោះលោកបរិយាអាជ្ញាសម្រេចឲ្យបិទទ្វារជាបណ្ដោះអាសន្នសូមបញ្ជាក់បន្ថែមថានេះជាការធ្វើប្រហែសមួយទៀតរបស់ក្រសួងឬក៏មន្ទីរសុខាភិបាលខេត្តមន្ទីរសុខាភិបាលខេត្តដែលកន្លងមកលោកប្រធានមន្ត្រីតែងតែទទួលបានព័ត៌មានពីអ្នកសារព័ត៌មានញឹកញាប់ហើយពីបងប្អូនប្រជាពលរដ្ឋទៀតហើយតែលោកប្រាប់តបមកវិញថាកុំផ្សាយនាំតែល្អក់ទឹកលោកនឹងមានវិធានការជាបន្តវិញកុំវាយស្មៅបង្អើពោះ
ទុកឲ្យពោះនឹងឡើងធំតិចទៅ ពោះហ្នឹងវានៅតែវាតរហូតទោះបីជាមានស្មៅក៏វាជួនកាលវាលើខ្នល់ វាលើខ្នល់ អត់មានវាយ ឡានកិនអីចឹងវារួចខ្លួនអញ្ចឹងណា តែគាត់មកផ្សាយក្នុងន័យល្អទេហ៎ បាទនេះន័យល្អ តែបើក្នុងន័យបិទគេហៅថាបិទសិទ្ធិសេរីភាពអ្នកកសែតមិនបានទេអាហ្នឹងវាមិនត្រូវទេអ្នកកសែតកាលណាមានរឿងអ្វីដែលអសកម្មមានរឿងអ្វីដែលគិតថាប៉ះពាល់ដល់សាធារណៈគេនឹងផ្សាយហើយគេនឹងសុំការបំភ្លឺពីអាជ្ញាធររដ្ឋអញ្ចឹងអាជ្ញាធររដ្ឋគឺថាបើមិនបំភ្លឺអាហ្នឹងមិនដឹងទេប៉ុន្តែបើមិនបំភ្លឺកុំមកហាមគេថាកុំឲ្យផ្សាយ បាទនេះវានៅរឿងរួមទៅអាភាពវិជ្ជមានផ្សាយអវិជ្ជមានក៏ផ្សាយជាមួយគ្នាដើម្បីឲ្យបានល្អប្រសើរអស់គ្នាហេតុតម្រូវបាទ តើបាក់ដែរពេលខ្លះខ្ញុំនិយាយពេលខ្លះទេណាដោយករណីនៅម៉ាព្រៃវែងឯមុនម្ដងខឹងអ្នកកសែតថាហេតុអីបានអ្នកកសែតទៅផ្សាយអានោះ ហាមមិនឲ្យផ្សាយ ពេលខ្លះវាប៉ះពាល់ដល់ប្រយោជន៍របស់គាត់ បាទ ប៉ះពាល់ដល់មុខមាត់របស់គាត់ហើយមុខមាត់របស់គាត់គាត់មិនព្រមធ្វើក្នុងនាមខ្លួនជាអ្នកមានទួនាទីភារកិច្ចធ្វើអាហ្នឹងមិនរងធ្វើហើយដល់ពេលប្រជាជនអស់ទំនុកចិត្ត បាទ ថាពឹងអាជ្ញាធរមូលដ្ឋាននឹងបានទេមានតែពឹងអ្នកកសែត បាទ កសែតគេផ្សាយថាគេនេះអញ្ចេះគេនេះចុះ បាទ ប៉ុន្តែពេលខ្លះដើម្បីការពារប្រយោជន៍បុគ្គលខ្លួនឯងតែធ្វើឲ្យប៉ះពាល់ដល់អាជ្ញាធររដ្ឋគេរាប់សិបម៉ឺននាក់ បាទ ប៉ះពាល់ដល់គោលនយោបាយល្អប្រសើររបស់រាជរដ្ឋាភិបាលអានោះមានន័យថាម៉េច បាទ អេហ្នឹងតកៅក្នុងសាច់ដកចេញទៅកុំឲ្យវារមាស់តាន់ បាទ បាទឥឡូវជូនមួយរឿងទៀតនៅត្បូងឃ្មុំវិញ បងខ្ញុំនេះនិយាយដូចញឹកណាស់បាទ ត្បូងឃ្មុំបាទត្បូងឃ្មុំនេះគឺថារឿងរបស់លោកយូយឿនលោកយូយឿននេះបានផ្ញើសារមកថាលោកមានដីមួយកន្លែងដែលមានទំហំ6គុណនឹង40ម៉ែត្រនៅក្នុងភូមិព្រះធាតុឃុំសឡប់បាទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំខេត្តថ្មី បាទ លោកបានឲ្យដឹងថាមានក្រុមគ្រួសារមួយនោះគឺក្រុមគ្រួសាររបស់លោកហេងសភឹមលោកមានដីមួយកន្លែងជាប់នឹងដីរបស់លោកដែរហើយដីរបស់ក្រុមគ្រួសារលោកហេងសភឹមហ្នឹងគឺមានទំហំប្រមាណចេះ30គុណនឹង100ម៉ែត្រជាប់គ្នាហ្មង ជាប់គ្នា ហើយចំណេរតមកគឺគ្រួសាររបស់លោកយូនយឿនហ្នឹងគាត់មករស់នៅឆ្ងាយរស់ស៊ីឆ្ងាយហើយទុកតូបមួយកូនផ្ទះមួយឲ្យកូននិងបងប្អូនមើលថែរក្សាទៅហើយស្រាប់តែយូរទៅស្រាប់ខាងគ្រួសាររបស់លោកហេងសុភឹមនេះគឺថាពាត់យកហ្មងនិយាយខ្លីគឺថាគាត់ពាត់យកជាកម្មសិទ្ធិរបស់គាត់ហ្មងរហូតមកដល់ថ្ងៃទី23ខែមករាឆ្នាំ2014នេះភាគីទាំងពីរហ្នឹងគឺថាបានចូលទៅប្រជុំដោះស្រាយនៅក្នុងសាលាស្រុកដែលមានលោករានសុភាជាអភិបាលរងស្រុកត្បូងឃ្មុំហើយធ្វើជាប្រធានសម្របសម្រួលនិងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតចូលរួមដឹងឮនិងស្ដាប់សម្អាងហេតុភាគីទាំងពីរបាទចាំមើលគេសម្រេចថាម៉េចពេលនោះអាជ្ញាធរស្រុកបានសម្រេចឲ្យភាគីទាំងពីរហ្នឹងគ្រប់គ្រងដីឡូតាមប្លង់កម្មសិទ្ធិចាស់ដែលមានរៀងៗខ្លួនមានន័យថាបោះភាគីលោកយូនយឿនប្រមាណគឺគ្រប់គ្រងប៉ុណ្ណឹងទៅលោកនេះហេងសុភឹមប្រមាណគ្រប់គ្រងប៉ុណ្ណឹងរបស់ខ្លួនមកបាទអញ្ចឹងភាគីទាំងពីរហ្នឹងបានឯកភាពគ្នាផ្តិតមេដៃទទួលណាតាមការវាស់វែងរបស់អាជ្ញាធរស្រុកកំណត់ហើយដោយគោរពគ្នាទៅវិញទៅមកនឹងមិនបង្កលក្ខណៈទំនាស់តទៅទៀតទេបើភាគីណាមិនគោរពនឹងត្រូវទទួលការខុសត្រូវចំពោះមុខច្បាប់គឺសន្យាគ្នានៅចំពោះមុខអាជ្ញាធរហ្នឹងបាទផ្តិតមេដៃមេជើងហ្នឹងប៉ុន្តែរំលងបានប្រហែលជាមួយខែនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2014ស្រាប់តែប្រពន្ធរបស់លោកហេងសុភឹមនិងកូននោះបាននាំកម្លាំងកងរាជបុត្រហាត់បាទមិនដឹងមកពីខាងណាខាងណីខ្លះទេទៅពាត់យកដីឡូរបស់គាត់ទៅហ្មងសារថ្មីម្ដងទៀតណាបាទពេលនោះក្រុមគ្រួសារសាច់ញាតិរបស់គាត់ 4-5 នាក់បានទៅរៀបរៀងនឹងរុះរើរបងចេញក៏បង្កឲ្យមានការស្រែកដាក់គ្នាទៅវិញទៅមកធម្មតាទេអាហ្នឹងអ្នករៀបរៀងហើយនឹងអ្នកដែលមកពាត់គឺថាតែងតែស្រែកចុះស្រែកឡើងដាក់គ្នាស្រែកឡើងចុះស្រែកឡើងដាក់គ្នាអញ្ចឹងទៅនាំឲ្យការដែលប៉ុនប៉ងពាត់យកដីលើកទី2នេះមិនបានសម្រេចទេក៏ដកថយត្រឡប់ទៅវិញស្រាប់តែថ្ងៃទី29ខែមេសាឆ្នាំ2015ក៏មានដីកាពីសាលាដំបងខេត្តកំពង់ចាមកោះហៅសាច់ញាតិរបស់លោក 3-4 នាក់ចូលទៅបំភ្លឺរឿងជេរប្រមាថសាធារណៈនិងធ្វើឲ្យខូចខាតដោយចេតនាខូចខាតអីខ្លះចេះបាទហើយប្រព្រឹត្តនៅភូមិទួលជ័យឃុំកណ្ដោលជ្រុំស្រុកពញាក្រៃខេត្តត្បូងឃ្មុំឯណោះទៅវិញដែលករណីនេះលោកបាននិយាយថាលោកមិនស្គាល់ភូមិទួលជ័យនោះយ៉ាងម៉េចផងលោកគ្រាន់តែស្នើឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់លើគឺថាជួយអន្តរាគមន៍រឿងរបស់លោកថាតើយុត្តិធម៌ឬក៏មិនយុត្តិធម៌ដែលអាជ្ញាធរស្រុកលោកបានធ្វើលិខិតឯកភាពគ្នារួមទាំងភាគីម្ខាងទៀតផ្តិតមេដៃមេជើងថាគ្រប់គ្រងលើដីដែលមានការកាន់កាប់រៀងៗខ្លួនទៅ
កុំប៉ះពីគ្នា សុំកាត់លោកតិចចុះចុងក្រោយខាងតុលាការគេក៏ហៅហ្នឹងនិយាយពីរឿងដីឬក៏រឿងបរិហាគេតាមជួយគេ ជេរប្រមាថនឹងការធ្វើឲ្យខូចខាតអញ្ចឹងវាមានន័យថាវាកើតចេញពីទំនាស់ដីធ្លីហ្នឹងបាទទំនាស់ដីធ្លីហ្នឹងអញ្ចឹងតុលាការគេកោះសិនអញ្ចឹងគឺថាជានីតិវិធីកាលណាមានបណ្ដឹងតុលាការគឺចាប់ដើមស៊ើបអង្កេតថាតើមានភស្តុតាងគ្រប់គ្រាន់ឬក៏មិនគ្រប់គ្រាន់បើមិនគ្រប់គ្រាន់គេអាចប្រមូលបន្ថែមហើយចៅក្រមស៊ើបអង្កេតគេមានទូនីតិ2ក្នុងការស៊ើបអង្កេតដោះបន្ទុកដល់អ្នកដែលត្រូវរងការចោទប្រកាន់ផងនិងដាក់បន្ទុកផងទាំងពីរហ្មងមិនមែនស៊ើបអង្កេតរកតែដាក់បន្ទុកដល់អ្នកដែលត្រូវគេប្តឹងទេណាបាទចប់បាត់ហើយបាទអញ្ចឹងយើងពិចារណាទៅលើការដែលភាគី2ឆ្លោះទាស់តែងគ្នាវាតែងតែមានពាក្យមានសម្ដីទៅវិញទៅមកអាហ្នឹងគឺថាមិនមែនមានន័យថាឲ្យតែជេរឲ្យតែបចោសិតតែមានទោសព្រមមិនទាន់ទេគេគិតអំពីហេតុផលដែលនាំទៅរកការជេរហើយនឹងភាគីទាំងពីរហ្នឹងអាចជេរទៅវិញទៅមកទេអញ្ចឹងបើចោតមួយថាជេរហើយមួយទៀតជេរចង់និយាយថាបើជេរទាំងពីរចោតតែមួយខាងអត់បានទេអញ្ចឹងបើថាចោតទាំងពីរទៅជេរប្រមាថគ្នាក្នុងទីសាធារណៈទៅវិញទៅមកឥឡូវមិនដែរណាគេជេរទៅមួយខាងអត់ជេរខ្ញុំដឹងដែរប្រសិនបើជេរទាំងពីរនាក់ទៅវិញទៅមកអាហ្នឹងត្រូវចោតទាំងពីរអត់មានចោតតែអ្នកដែលត្រូវគេប្តឹងហើយអ្នកដែលមិនប្តឹងជេរដែរអត់ចោតទេណាហ្នឹងវាស៊ើបឲ្យច្បាស់លាស់ដើម្បីផ្ដល់យុត្តិធម៌ក៏ប៉ុន្តែគេមើលអំពីដើមហេតុដែលនាំឲ្យការជេរគ្នាកើតឡើងវាមានទំនាស់មួយដែលនាំឲ្យមនុស្សមិនអាចទប់ចិត្តបានចេះតែប្រើពាក្យសម្ដីទៅវិញទៅមកហ្នឹងវាធម្មតារបស់មនុស្សមិនមែនជាស៊ីម៉ង់បាទឥឡូវនេះជូនរឿងនឹងទៅអាជ្ញាធរដោះស្រាយទៅតាមកតិយុត្តិធម៌ចោះកុំដោះស្រាយទៅតាមតាសមុំរឿងមួយទៀតគឺពាក់ព័ន្ធទៅនឹងការលើកកម្ពស់កុមាររបស់ស្ថាប័នឯកជនជាពិសេសគឺការយកសិល្បៈមកជំរុញឲ្យកុមារបរវាសជិះឲ្យឆ្ងាយអំពីអំពើអបាយមុខនានាឲ្យកុមារនឹងវិលមករកការសិក្សាវិលមករកអំពើល្អគោរពប្រតិបត្តិឪពុកម្ដាយលោកគ្រូអ្នកគ្រូនិងគោរពធម៌របស់សង្គមបាទសាលារៀន East West ដែលជាសាលាអន្តរជាតិនោះលោកបានរៀបចំកម្មវិធីបង្ហាញនូវទេពកោសល្យនិងសមត្ថភាពក្នុងការសម្ដែងសិល្បៈក្នុងពេលបញ្ចប់ឆ្នាំសិក្សារបស់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ទាំងអស់ហើយការសម្ដែងនេះគឺថាដើម្បីឆ្លុះបញ្ចាំងពីផ្នែកមួយនៅអ្វីដែលពួកគេបានសិក្សានិងដើម្បីអាចឲ្យមាតាបិតាបានឃើញសមត្ថភាពរបស់សិស្សានុសិស្សនៅក្នុងថ្នាក់ផ្សេងៗទៀតដែរមិនតែប៉ុណ្ណោះពួកគេអាចមានឱកាសជួបជុំគ្នាមុនពេលដែលបែកគ្នាក្នុងពេលវិសមកាលហើយក្នុងឱកាសនោះគឺថាថ្នាក់ខ្លះបានបង្ហាញអំពីចង្វាក់រាំប្លែកៗខ្លះទៀតបានច្រៀងចម្រៀងជាភាសាអង់គ្លេសខ្លះទៀតប្រគំបទភ្លេងដោយប្រើឧបករណ៍ភ្លេងផ្សេងៗដូចជាវីយូឡុងហ្គីតាស្គរជាដើមដែលធ្វើឲ្យសិស្សានុសិស្សហ្នឹងសិល្បៈហ្នឹងវាធ្វើឲ្យមនុស្សមានអារម្មណ៍ថ្លាអារម្មណ៍មូលហើយអារម្មណ៍គិតតែពីរឿងវិជ្ជមានគិតតែពីរឿងល្អទេគឺថាវាអាចធ្វើឲ្យការសិក្សាកាន់តែល្អប្រសើរហើយនឹងភ្លេចរឿងអាស្រូវទាំងអស់មានន័យថាគ្រឿងញៀនខ្សែគប់បងធំបងតូចឬក៏បង្ហោះម៉ូតូឬក៏ដើរទៅពីទៅផ្សេងចឹងជាដើមទៅដើរលេងយប់ជាដើមបាទអរគុណណាហើយនឹងជាការចូលរួមចំណែកនៅអភិវឌ្ឍមនុស្សនៅក្នុងសង្គមបាទយើងត្រូវតែលើកកម្លាំងចិត្តគាត់ទៅបាទអរគុណណាលោកបត្រាយើងខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិនវគ្គក្រោយភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍ទៅតាមបណ្ដាខេត្តមួយចំនួនជាពិសេសគឺជួបនឹងលោករដ្ឋរាយការណ៍អំពីអង្គភាពអគ្គិសនីក្នុងខេត្តបច្ចេកចេះតែដាច់ភ្លើងអញ្ចឹងទេខាងបងប្អូនប្រជាពលរដ្ឋលោករੂរទាំពេលខ្លះខូចម៉ាស៊ីនត្រជាក់ខូចទូទឹកកកមកសពមកបែបតែហ្មងអញ្ចឹងមើលថាមានការកើតឡើងមិនខ្លះយើងខ្ញុំសូមអនុញ្ញាតសម្រាប់បន្តិចសិនបាទ